ឯកឧត្តមអភិសន្តិមិនសសុខាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលខេត្តស្រុកបាភ្នំខេត្តព្រៃវែងរសៀលថ្ងៃអាទិត្យទី29 ខែមិថុនាឆ្នាំ2025ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំខេត្តព្រៃវែងបានរៀបចំឡើងនៅសាលប្រជុំស្រុកបាភ្នំពិធីនេះឯកឧត្តមបណ្ឌិតងិនម៉ាណាល់ត្រូវបានតែងតាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្តស្រុកមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងសមាជិកាចំនួន596រូបការបង្កើតក្រុមរាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំគឺជាយន្តការដ៏សំខាន់របស់រាជរដ្ឋាភិបាលនីតិកាលទី7ដើម្បីធានាថាគោលនយោបាយនានារបស់រដ្ឋាភិបាលត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់និងការឆ្លើយតបចំតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្រុមការងារនេះមានភារកិច្ចចម្បងជាច្រើនរួមមានចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ដល់មូលដ្ឋានដើម្បីស្ដាប់នៅកង្វល់សំណូមពរនិងបញ្ហាដែលប្រជាពលរដ្ឋកំពុងជួបប្រទះក៏ដូចជាការស្វែងរកដំណោះស្រាយឲ្យបានសមស្របសម្របសម្រួលរដ្ឋបាលថ្នាក់ជាតិជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការធ្វើឲ្យមានការស្និទ្ធស្នាលជាមួយអាជ្ញាធរមូលដ្ឋានដើម្បីជំរុញគម្រោងអភិវឌ្ឍតាមវិស័យនានាដូចជាហេដ្ឋារចនាសម្ព័ន្ធកសិកម្មសុខាភិបាលនិងអប់រំឲ្យបានឆាប់រហ័សពង្រឹងសេវាសាធារណៈត្រួតពិនិត្យនិងជួយកែលម្អដល់ការផ្តល់សេវារដ្ឋបាលសេវាសាធារណៈនៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពរួសរាយរាក់ទាក់និងគ្មានអំពើពុករលួយផ្សព្វផ្សាយគោលនយោបាយព័ត៌មានអំពីគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់លាស់ដើម្បីធានាថាពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ពេញលេញឯកឧត្តមអភិសន្តិបណ្ឌិតសសុខាបានណែនាំឯកឧត្តមបណ្ឌិតងិនម៉ាណាដែលត្រូវបានតែងតាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំពីសារៈសំខាន់នៃការចុះមូលដ្ឋាននិងបានសង្កត់ធ្ងន់ថាការចុះជួបប្រជាពលរដ្ឋដោយផ្ទាល់គឺជាគន្លឹះក្នុងការយល់ដឹងអំពីបញ្ហានិងការផ្ដល់ដំណោះស្រាយឲ្យទាន់ពេលវេលានិងបានណែនាំដល់ក្រុមការងារទាំងអស់យកចិត្តទុកដាក់ខ្ពស់លើការងារស្នូលរបស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិដើម្បីធានាដល់ការផ្ដល់សេវាសាធារណៈនិងការអភិវឌ្ឍមូលដ្ឋានប្រព្រឹត្តទៅដោយរលូននិងមានប្រសិទ្ធភាពខ្ពស់ក្រុមការងារបានបដិញ្ញាក្នុងការបន្តអភិវឌ្ឍប្រទេសជាតិលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនិងថែរក្សាឲ្យបាននូវសន្តិភាពស្ថិរភាពក្នុងសង្គមនិងសណ្ដាប់ធ្នាប់សាធារណៈក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាឯកឧត្តមអភិសន្តិបណ្ឌិតក៏បានជំរុញឲ្យក្រុមការងារទាំងអស់បន្តសហការគ្នាយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋដើម្បីសម្រេចនូវគោលនយោបាយរួម